តើអ្នកដឹងទេថា introvert និង extrovert ជាអ្វីចូលអ្នកជាមនុស្សប្រភេទណាដែរអត្តចរិតរបស់មនុស្សមានពីរប្រភេទគឺ introvert និង extrovert introvert មានន័យថាមនុស្សម្នាក់ដែលមានអត្តចរិតអៀនច្រើនមិនសូវជានិយាយស្ដីឬក៏មិននិយាយស្ដីច្រើនព្រមទាំងចូលចិត្តនៅម្នាក់ឯងចូលចិត្តនៅកន្លែងស្ងៀមស្ងាត់មិនសូវចូលចិត្តនៅកន្លែងដែលអ៊ូអរពេកនោះទេពិតណាស់វាផ្ទុយពី extrovert ដាច់ស្រឡះពលគឺ extrovert គឺជាប្រភេទមនុស្សដែលមិនសូវខ្វល់ខ្វាយចូលចិត្តសប្បាយរស់រាយរាក់ទាក់អាចរាប់អានមិត្តភ័ក្តិថ្មីបានយ៉ាងឆាប់រហ័សចូលចិត្តនិយាយស្ដីច្រើននិងមិនចូលចិត្តនៅម្នាក់ឯងនោះទេមើលទៅមនុស្សដែលមានអត្តចរិតប្រភេទ extrovert ប្រហែលជាល្អណាស់ហើយមែនទេចំណែកឯមនុស្សដែលមានអត្តចរិតស្ងៀមស្ងាត់ដែលហៅថា introvert ពិតជាមិនសូវល្អតាមមែនទេប្រសិនបើអ្នកមានគំនិតបែបនេះអ្នកគិតខុសហើយព្រោះមិនថាអ្នកមានអត្តចរិតបែបណាក៏តែងតែមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាទាំងអស់ដំបូងអ្នកត្រូវស្វែងយល់ជាមុនសិនថាខ្លួនឯងជាមនុស្សប្រភេទណា introvert ឬ extrovert ខាងក្រោមនេះជាអត្តចរិតមួយចំនួនដែលបង្ហាញថាអ្នកជាមនុស្ស introvert 1. អ្នកចូលចិត្តចំណាយពេលនៅម្នាក់ឯងជាជាងការចំណាយពេលជាមួយអ្នកដទៃដូចជាមិត្តភក្តិជាដើមឬក៏អាចចំណាយពេលជាមួយមិត្តជិតស្និទ្ធរបស់អ្នកជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍នឿយហត់ 2. អ្នកមិនអាចធ្វើការងារឬសិក្សាបានទេប្រសិនបើមានសម្លេងរំខានច្រើនតែអ្នកអាចផ្ដោតអារម្មណ៍បានល្អខណៈពេលដែលនៅតែឯងនិងមានភាពស្ងៀមស្ងាត់ 3. អ្នកមានអារម្មណ៍ថាមានសេចក្តីសុខខ្លាំងនៅពេលនៅម្នាក់ឯងនិងមិនចូលចិត្តភាពរញ៉េរញ៉ៃច្រើនឬក៏កន្លែងដែលមានមនុស្សអ៊ូអរយល់នោះទេខាងក្រោមនេះជាគុណប្រយោជន៍ប្រសិនបើអ្នកជាប្រភេទមនុស្ស introvert 1. មិនសូវនិយាយស្ដីច្រើនឬគិតច្រើនមុននិយាយពិតណាស់សម្ដីឲ្យបង្ហាញឲ្យអ្នកដទៃដឹងពីអត្តចរិតរបស់អ្នកយ៉ាងឆាប់រហ័សដោយពាក្យចាស់ពោលថាសម្ដីសជាតិមួយយ៉ាតសពូចម្យ៉ាងវិញទៀតធម្មជាតិបង្កើតមនុស្សមកឲ្យមានត្រចៀកពីរតែមាត់មួយមានន័យថាយើងគួរស្ដាប់ឲ្យបានច្រើនជាងនិយាយកាលណានិយាយច្រើនវាអាចខុសច្រើនហើយចំពោះ introvert ដែលមិនសូវនិយាយស្ដីភាគរយដែលខុសក៏មានតិចជាងអ្នកដែលនិយាយច្រើនដែរលើពីនេះទៅទៀតពួកគេគិតគូរបានលិតល្អណាស់មុននឹងហាប់មាត់និយាយអ្វីមួយជាហេតុធ្វើឲ្យមិនសូវមានកំហុសច្រើននោះទេ 2. អាចផ្ដោតអារម្មណ៍ធ្វើអ្វីមួយយ៉ាងល្អមនុស្សប្រភេទនេះមិនសូវមានមិត្តភក្តិច្រើនប៉ុន្មានទេដូច្នេះហើយគេពុំចាំបាច់ចំណាយពេលច្រើនដើម្បីផ្គប់គុណអ្នកដទៃឬក៏ចំណាយពេលលេងសើចច្រើននោះទេដូច្នេះគេមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការស្វ័យសិក្សាក៏ដូចជាអាចទទួលបានចំណេះដឹងច្រើនពីទង្វើទាំងនោះភាគច្រើន introvert រៀនពូកែជាពិសេសមុខវិជ្ជាវិទ្យាសាស្ត្រដូចជាគណិតវិទ្យាជាដើមព្រោះអារម្មណ៍របស់ពួកគេមូលល្អនៅក្នុងការរៀនសូត្រ 3. មនុស្សចាស់និងគ្រូបង្រៀនស្រឡាញ់ចូលចិត្តភាគច្រើនមនុស្សចាស់ពុំសូវចូលចិត្តក្មេងដែលនិយាយច្រើនឥតប្រយោជន៍ពេកនោះទេពួកគាត់ចូលចិត្តក្មេងដែលចេះស្ដាប់ជាងនិយាយសំញាំច្រើនគ្រូបង្រៀនក៏ដូចគ្នាដោយសារមនុស្សប្រភេទនេះភាគច្រើនព្យាយាមសិក្សានិងចូលចិត្តស្ដាប់ច្រើនជាងមាត់លោឡានៅក្នុងថ្នាក់រៀនធ្វើឲ្យពួកគេទទួលបាននូវក្តីស្រឡាញ់ច្រើនជាងក្មេងដទៃទៀតពីគ្រូបង្រៀន 4. មិនចាំបាច់មានអ្នកនៅជិតបានក៏បានពួកគេមិនត្រូវការអ្នកនៅជុំវិញខ្លួនពួកគេដើម្បីមានអារម្មណ៍ថាកដកដោគេអាចនៅម្នាក់ឯងបានមានភាពឯករាជ្យខ្លួនឯងជាពិសេសគេមិនចាំបាច់នឿយហត់នៅក្នុងការធ្វើអ្វីមួយដើម្បីតម្រូវចិត្តអ្នកណានោះទេតែទោះយ៉ាងណាក្តីមិនមែនមានន័យថាមនុស្សប្រភេទនេះតែងតែមិនចូលចិត្តមិនចង់នៅជាក្រុមរហូតនោះឡើយគ្រាន់តែពេលខ្លះគេចូលចិត្តចំណាយពេលនៅម្នាក់ឯងមួយរយៈប៉ុណ្ណោះក្រោយមកគេក៏អាចត្រឡប់ចូលក្នុងក្រុមជាមួយអ្នកដទៃវិញតាមធម្មតាដែរទៅ 5. មិនមានអារម្មណ៍ធុញធងចំណុចពិសេសបំផុតគឺអ្នកជាមនុស្សដែលអាចចំណាយពេលតែម្នាក់ឯងមិនចាំបាច់ទៅដល់លេងនៅទីណានៅតែផ្ទះក៏មិនមានអារម្មណ៍ធុញថរដែរមិនតែប៉ុណ្ណោះអ្នកពេញចិត្តទៀតដូច្នេះនៅផ្ទះអ្នកអាចស្ដាប់ចម្រៀងអានសៀវភៅសរសេរពីអារម្មណ៍ក្នុងចិត្តឬក៏លេងហ្គេមតែម្នាក់ឯងពេញមួយថ្ងៃក៏បានដែរទាំងនេះខុសពី extrovert ព្រោះពួកគេនឹងមានអារម្មណ៍ធុញថរប្រសិនបើពួកគេនៅតែម្នាក់ឯងមិនបានជួបនិយាយលេងជាមួយមិត្តភក្តិឬធ្វើដំណើរទៅទីណាជាដើម 6. មិនចាំបាច់ចំណាយច្រើនអ្វីវិទូប្រសិនបើអ្នកជាប្រភេទ introvert អ្នកមិនសូវចូលចិត្តចំណាយលុយច្រើនទៅលើរបស់ថ្លៃៗឬឥតប្រយោជន៍នោះទេអ្នកចូលចិត្តអ្វីដែលសាមញ្ញដូចជាសៀវភៅផ្កាចំណាយពេលជាមួយមិត្តជិតស្និទ្ធម្នាក់ពីរនាក់ជាដើមដែលផ្ទុយស្រឡះពី extrovert ដែលពួកគេចូលចិត្តភាពទាន់សម័យចូលចិត្តស្វែងរកសាក់លបងអ្វីដែលថ្មីនិងចូលចិត្តប្រើប្រាស់របស់ទំនើបជាដើម